បាទសួស្តីអ្នកខ្លះទាំងអស់គ្នាត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹងរឿងព្រេងនិទានអ្នកប្រយុទ្ធទៅកាន់ឋានសួគ៌រដូវកាលទី12ភាគទី3បាទជើងកុំឲ្យខាតពេលវេលាយូរពួកយើងចូលទៅស្ដាប់សាច់រឿងជាបន្តតែម្ដងក្រោយពេលដែលសុនអឺបានឮថាទាំងគូឈិនយ៉ាងគូយ៉ាវហើយនិងគូហួរសុទ្ធតែត្រូវបានចាញ់នៅក្រោមថ្វីដៃរបស់សមាជិកនៃគ្រួសារត្រកូលីនាងក៏បាននិយាយឡើងថាវាមិនល្អទេដឹងដែលឲ្យបងប្រុសឈិនយ៉ាងទៅដោះស្រាយនៅបញ្ហាមួយនេះគាត់គឺជាសេនាប្រមុខទី1នៃកងទ័ពពណ៌ខ្មៅហើយគាត់ក៏ជាអ្នកគ្រប់គ្រងនៃកងទ័ពពណ៌ខ្មៅទាំងមូលទៀតផងសូម្បីតែបងធំឈិនយ៉ាងក៏ត្រូវចាញ់នៅក្រោមថ្វីដៃរបស់មនុស្សម្នាក់នោះដែរបើមិនអញ្ចឹងទេខ្ញុំក៏មិនមកទីនេះដើម្បីស្វែងរកឯងនោះដែរគូហួរមានការស្ទាក់ស្ទើរបន្តិចមុនពេលដែលគេបាននិយាយតែមានសំណោចយ៉ាងជូរចត់អូទឹកមុខរបស់សៀវយិនហើយនឹងសុនអឺគឺសុទ្ធតែមានការប្រែប្រួលបន្តិចក្រោយពេលដែលបានស្ដាប់ឮនៅពាក្យសម្ដីទាំងអស់នោះគូឈិនយ៉ាងនៅក្នុងពេលបច្ចុប្បន្ននេះគឺជាមហាទេពប្រយុទ្ធផ្កាយ2ទៅហើយតើពិតជាមានយុវជនចំនួនក្រោយរបស់គ្រួសារត្រកូលីដែលអាចយកឈ្នះទៅលើគេបានបែបនោះមែនឬមួយក៏ជាមនុស្សម្នាក់នោះសុនអឺបានប្រញាប់សួរឡើងទាំងជ្រួញចិញ្ចើមត្រូវហើយគូហួរក៏បានងក់ក្បាលឆ្លើយតបទៅវិញគេបានបន្តទៀតថាមិននឹកស្មានថាគេបានខ្លាយទៅជាមនុស្សដែលខ្លាំងយ៉ាងនេះសោះតើគេជានរណាសេវៀនបានសួរដោយការចង់ដឹងគេមានឈ្មោះហៅថាលីតុងគេគឺជាយុវជនដែលមានភាពលេចធ្លោបំផុតរបស់គ្រួសារត្រកូលីក្នុងកំឡុងពេល100ឆ្នាំមកនេះគេធ្លាប់បាននៅក្នុងអាងរន្ទះនៃគ្រួសារត្រកូលីអស់រយៈពេល5ឆ្នាំទៀតផងដោយនោះគឺជាពេលវេលាមួយដែលយូរជាងលេខយីង1ឆ្នាំនៅពេលដែលគេបានធ្វើបែបនោះកាលពីនៅក្មេងបើទោះបីជាមួយចំណែកនៃរឿងនេះគឺកើតឡើងដោយសារតែគេគឺជាមនុស្សដែលបានយកចិត្តទុកដាក់ដោយគ្រួសារត្រកូលីទាំងមូលក៏ដោយប៉ុន្តែសមត្ថភាពពិតប្រាកដរបស់គេក៏មិនអន់នោះដែរមានពាក្យចចាមអារាមធ្លាប់និយាយថាគ្រួសារត្រកូលីគឺមានបំណងចង់ឲ្យគេខ្លាចទៅជាមេគ្រួសារបន្ទាប់ទៀតផងសុនអឺបានរក្សាភាពស្ងប់ស្ងាត់អស់មួយរយៈមុនពេលដែលនាងបានឆ្លើយតបសៀវយិនបានងក់ក្បាលបន្តិចពិតជាមិននឹកស្មានថាមនុស្សបែបនេះដែលជាយុវជនចំនួនក្រោយរបស់គ្រួសារត្រកូលីសោះមើលទៅគ្រួសារត្រកូលីគឺពិតជាមានមូលដ្ឋានគ្រឹះដែលមិនធម្មតាមែនបន្ថែមពីលើនោះគ្រួសារត្រកូលីធ្លាប់មកកាន់គ្រួសារត្រកូលគូដើម្បីស្នើនៅចំណងអាពាហ៍ពិពាហ៍ផងដែរលើពីនោះទៅទៀតពួកព្រឹទ្ធាចារ្យជាច្រើនគឺបានយល់ព្រមទៅលើរឿងនោះទៀតផងទោះបីជាយ៉ាងណាក៏ដោយរឿងមួយនោះក៏ត្រូវបានបង្អាក់ជាបណ្ដោះអាសន្នដោយអាស្រ័យទៅលើហេតុផលមួយចំនួនហើយតួអង្គសំខាន់នៅក្នុងពិធីមង្គលការដែលមិនអាចធ្វើទៅបាននោះគឺជាលីតុងហើយនឹងអូនសុនអឺបាននិយាយអូសៀវយិនគឺមានការភ្ញាក់ផ្អើលពិតជាមិននឹកស្មានថាមនុស្សម្នាក់នេះចង់ដណ្ដើមយកនៅអនាគតប្រពន្ធរបស់គេបែបនេះសោះសុនអឺបើទោះបីជាគេម្នាក់នោះចូលចិត្តធ្វើការប្រកួតក៏ដោយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទីកន្លែងនេះគឺជាគ្រួសារត្រកូលគូបើសិនជាពួកគេទាំងនោះដើរចេញទៅទាំងបែបនេះពួកយើងប្រកាសជាអន់ជាងពួកគេជាមិនខាននៅពេលដែលពួកយើងបានជួបជាមួយនឹងពួកគេទៅថ្ងៃខាងមុខទៀតនោះហេតុនេះហើយសុនអឺឯងអាចជួយបន្តិចបានទេគូហួរបាននិយាយឡើងទាំងមានសំណោចគួរឲ្យធុញទ្រាន់មែនវាជាការប្រយុទ្ធដែលគ្មានប្រយោជន៍សម្រាប់តែមោទនភាពរបស់មនុស្សរៀងខ្លួនប៉ុណ្ណោះសុនអឺបានសម្លឹងមើលទៅកាន់គូហួរក្នុងខណៈពេលដែលនាងបាននិយាយដោយសំឡេងរាបស្មើបើសិនជាឯងមិនចង់លូកដៃនោះទេអញ្ចឹងហើយហេតុអ្វីបានជាឯងមិនឲ្យប្អូនថ្លៃសៀវយិនជួយយកនៅមុខមាត់របស់កងទ័ពពណ៌ខ្មៅរបស់ពួកយើងមកវិញមកសូម្បីតែលោកម្ចាស់ក៏មានការពេញចិត្តជាមួយនឹងប្អូនថ្លៃសៀវយិនផងដែរម្យ៉ាងទៀតបងប្អូនកងទ័ពពណ៌ខ្មៅរបស់ពួកយើងគឺមានចំនួនច្រើនណាស់ពួកយើងនឹងធ្វើឲ្យប្រកាសថាមង្គលការរបស់ពួកឯងនឹងមានភាពអធិកអធមជាទីបំផុតគូហួរមិនសូវជាមានការបារម្ភនោះទេក្រោយពេលដែលបានស្ដាប់ឮនៅពាក្យសម្ដីរបស់សុនអឺដោយគេបានបែរមុខហើយនិយាយទាំងមានស្នាមញញឹមទៅរកសៀវយិនបងផ្ទៃមុខពណ៌ក្រហមបានបង្ហាញឡើងនៅលើផ្ទៃមុខរបស់ដ៏ស្រស់ស្អាតរបស់សុនអឺក្រោយពេលដែលនាងបានស្ដាប់ឮនៅពាក្យសម្ដីរបស់គូហួរនាងក៏បានពេបមាត់ហើយនិយាយថាមើលទៅគោលដៅរបស់បងមិនមែនជាខ្ញុំនោះទេតែជាបងប្រុសសៀវយិនសោះ
គូហួរបានបញ្ចេញសំណោចកែភ្នែករបស់គេបានបញ្ចេញកម្ដៅភ្លាមក្នុងខណៈពេលដែលគេសម្លឹងមើលទៅកាន់សៀវយិនគេបាននិយាយទៀតថាតើយ៉ាងមិនដែរលោកប្អូនសៀវយិនតើឯងចង់មានបទពិសោធន៍ឆ្លងកាត់នៅសមត្ថភាពរបស់យុវជនជំនាន់ក្រោយនៃគ្រួសារត្រកូលលីដែរទេឥឡូវនេះបងប្រុសធំឈិនយ៉ាងកំពុងតែពន្យាពេលពួកគេសៀវយិនបានបញ្ចេញស្នាមញញឹមដោយមិនដឹងខ្លួននៅពេលដែលបានសម្លឹងមើលដោយក្រសែភ្នែករបស់គូហួរបែបនោះនៅក្នុងចិត្តរបស់គេគឺមានអារម្មណ៍ដ៏ពិសេសដោយឯងផងដែរព្រោះក្រោយពេលដែលគេបានតាក់ទងជាមួយនឹងបិសាចកញ្ចាស់ទាំងអស់នោះជាច្រើនដងគេស្ទើរតែបានភ្លេចពីអាយុរបស់ខ្លួនឯងបាត់ទៅហើយបើតាមអាយុរបស់គេគួរតែធ្វើដូចជាគូហួរហើយនឹងអ្នកដទៃទៀតដែលជាកំឡុងពេលនៃការឆ្លងកាត់បទពិសោធន៍ដ៏រឹងរូសហើយនឹងក្អេងក្អាងបំផុតបានពួកយើងនឹងធ្វើដូចជាអ្វីដែលលោកបងនិយាយទៅចោះឆាប់នាំផ្លូវទៅខ្ញុំក៏ចង់ឃើញដែរថាសមត្ថភាពមនុស្សដែលចង់ដណ្ដើមប្រពន្ធរបស់ខ្ញុំនោះខ្លាំងដល់កម្រិតណាទៅមានទីកន្លែងហ្វឹកហាត់មួយនៅខាងក្រៅសាលធំនៃគ្រួសារត្រកូលគូមិនឆ្ងាយប៉ុន្មានហើយនេះគឺជាទីកន្លែងដែលកងទ័ពពណ៌ខ្មៅតែងតែធ្វើការហ្វឹកហាត់ជាប្រចាំវាក៏ជាទីកន្លែងដែលក្មេងចំនួនក្រោយរបស់គ្រួសារត្រកូលគូចូលចិត្តមកកំសាន្តផងដែរហើយដូច្នេះហើយទើបវាបានធ្វើឲ្យទីកន្លែងមួយនេះមានភាពគូអរយ៉ាងខ្លាំងលើពីនេះទៅទៀតការមកដល់របស់មេគ្រួសារត្រកូលលីហើយនិងមេគ្រួសារត្រកូលយានថ្ងៃនេះក៏មានយុវជនចំនួនក្រោយនៃគ្រួសារទាំងពីរក៏បានមកដល់ផងដែរយុវវ័យទាំងអស់នេះមិនបានចូលរួមនៅក្នុងរឿងដែលសំខាន់អ្វីនោះទេហេតុនេះហើយទើបបានជាពួកគេមកប្រមូលផ្ដុំគ្នានៅទីនេះវាជារឿងដែលមិនអាចគេចផុតឡើយសម្រាប់យុវជនដែលមានចិត្តអន្ទះសារបន្តិចបន្តួចនោះជាពិសេសគឺនៅពេលដែលយុវជនទាំងអស់នោះបានជួបជាមួយនឹងសមាជិកនៃគ្រួសារបុរាណដទៃទៀតនៅក្នុងគណៈពេលនេះគឺមានមនុស្សជាច្រើនកំពុងតែប្រមូលផ្ដុំគ្នានៅឯទីកន្លែងហ្វឹកហាត់ដោយមនុស្សទាំងអស់នោះភាគច្រើនគឺមានពាក់ឈុតក្រោះពណ៌ខ្មៅពួកគេគឺជាកងទ័ពពណ៌ខ្មៅដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់គ្រួសារត្រកូលគូសមត្ថភាពក្នុងការប្រយុទ្ធរបស់ពួកគេគឺខ្លាំងក្លាសម្បើមណាស់ព្រោះថាក្រៅពីគ្រួសារត្រកូលហ៊ុនចេញទៅគ្មានគ្រួសារមួយណាក្នុងចំណោមគ្រួសារទាំងពីរនេះអាចយកឈ្នះមកលើកងទ័ពពណ៌ខ្មៅបានឡើយបើនិយាយពីរឿងធម៌ពលសរុបវិញនោះក្នុងនាមជាសមាជិកម្នាក់នៃកងទ័ពពណ៌ខ្មៅវាគឺតំណាងឲ្យក្តីសង្ឃឹមនៅក្នុងចិត្តរបស់យុវជនចំនួនក្រោយនៃគ្រួសារត្រកូលគូជាច្រើនលើសពីនោះទៅទៀតបើសិនជាមាននរណាម្នាក់មានភាពលេចធ្លោជាងគេក្នុងចំណោមពួកគេទាំងអស់នោះគេនឹងអាចមានឱកាសត្រូវដំឡើងទៅជាមេបញ្ជាការទៀតផងឋានៈមួយនោះដែរគឺតំណាងឲ្យកិត្តិយសដ៏ធំប្រចាំគ្រួសារត្រកូលគូហើយដូច្នេះហើយទិសដៅរបស់សមាជិកជាច្រើននៃគ្រួសារត្រកូលគូតាំងពីវ័យក្មេងមកគឺជាការចូលរួមជាមួយនឹងកងទ័ពពណ៌ខ្មៅទីកន្លែងហ្វឹកហាត់គឺត្រូវបានឡោមព័ទ្ធដោយអ្នកចម្បាំងនៃកងទ័ពពណ៌ខ្មៅទាំងស្រុងតែម្ដងទោះបីជាយ៉ាងណាក៏ដោយកែភ្នែករបស់ពួកគេគឺមានបង្កប់ទៅដោយការខឹងសម្បាក្នុងគណៈពេលដែលពួកគេសម្លឹងមើលទៅកាន់ទីកន្លែងហ្វឹកហាត់នោះមានរាងកាយរបស់យុវជនប្រមាណអ្នកកំពុងតែឈរយ៉ាងមានអំនួតនៅត្រង់ចំណុចមួយនោះផងដែរនៅលើក្បាលរបស់ពួកគេម្នាក់គឺមានរូបសញ្ញាតំណាងឲ្យរន្ទះបានបង្ហាញឡើងទៀតផងនេះគឺជាសញ្ញារបស់គ្រួសារត្រកូលលីមើលទៅកងទ័ពពណ៌ខ្មៅរបស់គ្រួសារត្រកូលគូគឺមិនខ្លាំងដូចជាពាក្យចចាមអារាមបាននិយាយនោះទេមានអ្នកខ្លះថែមទាំងបានប្រាប់យើងឲ្យមានទំនាក់ទំនងល្អជាមួយនឹងពួកឯងមុននឹងយើងបានមកដល់នេះទៀតផងមានយុវជនម្នាក់កំពុងតែឈរនៅទីកន្លែងហ្វឹកហាត់ជាមួយនឹងស្មៅមួយដើមដែលស្ថិតនៅក្នុងមាត់របស់គេស្នាមញញឹមរបស់គេនោះគឺប្រៀបដូចជាមនុស្សដែលមិនគ្រប់លក្ខណៈយ៉ាងនោះដែរទោះបីជាយ៉ាងណាក៏ដោយមានតែអ្នកដែលបានមើលឃើញនៅការវាយប្រហាររបស់គេនាពេលមុននេះប៉ុណ្ណោះទើបអាចយល់បានយ៉ាងច្បាស់ថាគេម្នាក់នេះដែលមើលទៅហាក់ដូចជាក្មេងចម្លើយនោះគឺខ្លាំងដល់កម្រិតណាមានរាងកាយមនុស្សពីរបីនាក់ផ្សេងទៀតដែលឈរនៅខាងមុខបរិសុទ្ធម្នាក់នេះលើពីនោះទៅទៀតពួកគេទាំងអស់គឺសុទ្ធតែមានផ្ទៃមុខស្រដៀងនឹងគ្នាក្រៅពីគូឈិញយ៉ាងហើយនៅសេនាប្រមុខពីរនាក់ទៀតផ្សេងទៀតចេញទៅលីងគាន់ហើយនឹងមេបញ្ជាការនៃកងទ័ពពណ៌ខ្មៅប្រមាណអ្នកក៏មានវត្តមាននៅទីនេះដែរទោះបីជាយ៉ាងណាក៏ដោយទឹកមុខរបស់ពួកគេនៅក្នុងពេលនេះគឺពិតជាអាក្រក់មើលបន្តិចហើយលីយុនឈុំនិយាយពាក្យដែលគ្មានបានការរបស់ឯងទៅយើងនឹងកំដរឯងប្រយុទ្ធទៅចោះយើងនឹងប្រយុទ្ធគ្នាតាមអ្វីដែលឯងចង់បានគូឈិញយ៉ាងដែលជាម្នាក់ក្នុងចំណោមសេនាប្រមុខធំទាំង4បាននិយាយឡើងដោយសម្ដីធ្ងន់
គេបានជ្រុញចិញ្ចាំបន្តិចនៅពេលដែលគេត្រូវប្រឈមមុខជាមួយនឹងការប្រមាថដ៏ឈឺត្រជាក់បែបនោះការវាយជាមួយនឹងចិញ្ចាំដ៏ធំដូចជាឯងវាគ្មានអ្វីសប្បាយផងមុននេះសូម្បីតែមានបញ្ជាការធំរបស់ពួកឯងក៏នៅចាញ់ក្រោមដៃរបស់លំងលេងតុងទៀតផងដែរមើលទៅយុវជនចំនួនក្រោយនៃគ្រួសារត្រកូលលីរបស់យើងគឺពិតជាខ្លាំងជាងគ្រួសារត្រកូលគូមែនបរិះម្នាក់ដែលត្រូវបានគេហៅថាលីយុនបាននិយាយឡើងទាំងមានស្នាមញញឹមលីយុនឯងគួរតែបញ្ឈប់នឹងការប្រាក់អណ្ដាតដ៏មុតស្រួចរបស់ឯងទៅបរិះឈុតពណ៌ទឹកប្រាក់ដែលកំពុងតែឈរនៅខាងមុខលីយុនបានក្រវីក្បាលទាំងមានស្នាមញញឹមបន្ទាប់មកគេក៏បានលើកដៃទាំងពីរឡើងទៅកាន់គូឈិញយ៉ាងហើយនិយាយទាំងមានសំណើចថាឲ្យខ្ញុំសូមអភ័យទោសផងគេម្នាក់នេះគឺតែងតែនិយាយត្រង់បន្តិចហើយចិញ្ចាមរបស់គូឈិញយ៉ាងបានរួមបញ្ចូលគ្នានៅពេលដែលគេបានលើកបែបនោះតើការនិយាយបែបនោះគឺចង់បានន័យថាម៉េចឈឹមនុស្សដែលខ្លាំងបំផុតនៅក្នុងចំណោមយុវជនចំនួនក្រោយនៃគ្រួសារត្រកូលគូរបស់យើងគឺជាអ្នកនាងសុនអឺបើសិនជាឯងចង់ធ្វើការប្រកួតឯងគួរតែទៅរកអ្នកនាងសុនអឺហើយសាកល្បងទៅមេបញ្ជាការនៃកងទ័ពពណ៌ខ្មៅម្នាក់បានហាមាត់និយាយដោយមិនដឹងខ្លួនមុនពេលដែលគេបានបញ្ចេញសំណើចយ៉ាងត្រជាក់សុនអឺអញ្ចឹងឬលីតុងដែលមានសម្លៀកបំពាក់ពណ៌ទឹកប្រាក់នោះបានបញ្ចេញស្នាមញញឹមនៅពេលដែលគេបានឮបែបនេះមានអារម្មណ៍ដែលមិនអាចស្មានដល់មួយនៅក្នុងកាយភ្នែករបស់គេក្នុងគណៈពេលដែលគេបាននិយាយថាខ្ញុំធ្លាប់បានឮពីអ្នកនាងសុនអឺជាយូរមកហើយហើយដូច្នេះខ្ញុំត្រូវតែជួបជាមួយនឹងនាងក្នុងកំឡុងពេលនៃការធ្វើដំណើរមកកាន់គ្រួសារត្រកូលគូលើកនេះគូហួរដែលបានរត់ចេញទៅនៅពេលមុនគេប្រហែលជាទៅរកនាងឲ្យមកទីនេះហើយត្រូវទេទឹកមុខរបស់មេវិជាការកងទ័ពពណ៌ខ្មៅទាំងអស់នោះគឺមានការប្រែប្រួលនៅពេលដែលឃើញថាកែវភ្នែករបស់មនុស្សម្នាក់នេះគឺពិតជាមានភាពមុតស្រួចយ៉ាងខ្លាំងលបងធំលៃតុងមានពាក្យចចាមអារាមបាននិយាយថាកាលពីពេលមុនបងហើយនឹងសុនអឺគឺចិត្តនឹងបានរៀបការជាមួយគ្នាទៅហើយចៃដន្យអីលោកម្ចាស់ក៏នៅទីនេះដែរអញ្ចឹងហើយហេតុអ្វីបានជាបងមិនរំលឹកអំពីរឿងនោះទៅជាមួយនឹងភាពជោគជ័យរបស់បងនៅក្នុងពេលនេះតើនរណាដែលនឹងមិនស័ក្តិសមជាមួយនឹងនរណានោះលីយុនបាននិយាយតែមានសំណោចទឹកមុខរបស់គូយុនហើយនឹងអ្នកដតីទៀតបាទសូមអភ័យទោសទឹកមុខរបស់គូយុនហើយនឹងអ្នកដតីទៀតគឺបានធ្លាក់ចុះនៅពេលដែលបានស្ដាប់ឮនៅពាក្យសម្ដីទាំងអស់នេះព្រោះថាមានមនុស្សជាច្រើនដែលស្ថិតនៅក្នុងចំណោមយុវជនចំនួនក្រោយនៃគ្រួសារត្រកូលគូគឺមានអារម្មណ៍ល្អទៅកាន់សុនអឺបើទោះបីជាសៀវយានបានចាប់យកបេះដូងរបស់នាងបានហើយក៏ដោយក៏សុនអឺនៅតែជាត្បូងគុជដ៏មានតម្លៃបំផុតប្រចាំគ្រួសារត្រកូលគូហើយដូច្នេះហើយអ្នកដតីមិននឹងអាចយកឈ្មោះរបស់នាងមកនិយាយលេងសើចក្នុងរូបភាពបែបនេះបានទៅមនុស្សរបស់គ្រួសារត្រកូលលីទាំងអស់នេះពិតជាធ្វើឲ្យឈឺក្បាលមែនមានរាងកាយរបស់មនុស្សប្រមាណអ្នកបានសម្លឹងមើលទៅកាន់ទីកន្លែងហ្វឹកហាត់ពីវេទិកាដ៏ខ្ពស់មួយឯទិសខាងកើតនៅលើក្បាច់ថ្ងាសរបស់ពួកគេគឺមានរូបសញ្ញាភ្លើងបានបង្ហាញឡើងឃើញយ៉ាងច្បាស់ថាពួកគេគឺជាសមាជិកនៃគ្រួសារត្រកូលយានមនុស្សម្នាក់ដែលបានឈរនៅខាងមុខគេគឺមានផ្ទៃមុខប្រហាក់ប្រហែលព្រោះថាគេម្នាក់នោះគឺជាហួរស្វាន់ដែលសៀវយានធ្លាប់បានជួបជាច្រើនដងមកហើយកាលពីមុននៅក្បែរគេគឺជានារីដែលមានស្បែកមុខឈ្មោះហៅថាហ៊ូយ៉ាហើយនាងគឺជាមនុស្សដែលមានអណ្ដាតភ្លើងផ្កាឈូកពណ៌បៃតងពណ៌ក្រហមពណ៌បៃតងរបស់សៀវយានទេបាទលៃតុងគឺពិតជាបានវិវត្តខ្លួនយ៉ាងខ្លាំងមែនក្នុងកំឡុងពេលប្រហែលឆ្នាំមកនេះមើលទៅគ្រួសារត្រកូលលីគឺបានចំណាយនៅញើសឈាមយ៉ាងច្រើនទៅលើរូបគេបើតាមភាពជោគជ័យរបស់គេនេះគេប្រកាសជាខ្លាចទៅជាមេគ្រួសារត្រកូលលីបន្ទាប់ជាមិនខានទោះបីជាយ៉ាងណាក៏ដោយចរិតរបស់គេគឺត្រូវតែមានការកែប្រែហ៊ូយ៉ាបានប្រើក្រសែភ្នែករបស់នាងសម្លឹងមើលទៅកាន់ទីកន្លែងហ្វឹកហាត់ក្នុងគណៈពេលដែលនាងនិយាយតើចំណាយកម្លាំងបែបនោះវាបានប្រយោជន៍អ្វីទៅមិនមែនថាឯងមិនដឹងឯណាថាសុនអឺគឺជារបស់អ្នកណានោះលើពីនោះទៅទៀតគេម្នាក់នោះគឺកំពុងតែមានវត្តមានស្ថិតនៅក្នុងពិភពនៃគ្រួសារត្រកូលគូនេះទៀតផងហួរស្វាន់បានបញ្ចេញស្នាមញញឹមហើយនិយាយទៀតថាបើសិនជាគេមកទីនេះមនុស្សដែលមកពីគ្រួសារត្រកូលលីទាំងនោះប្រកាសជាមានបញ្ហាជាមិនខានសៀវយានមែនទេហ៊ូយ៉ាគឺមានការភ្ញាក់ផ្អើលបន្តិចនៅពេលដែលបានឮបែបនោះនាងបាននិយាយថាមានពាក្យចចាមអារ៉ាប់បាននិយាយថាមេបកសាលវិញ្ញាណគឺបានចាញ់នៅក្រោមដៃរបស់គេទៀតផង
ខ្ញុំចង់ដឹងណាស់តើវាជាការពិតឬក៏អត់នោះមើលទៅវាគឺជាការពិតហើយមុនពេលដែលពួកយើងបានមកទីនេះលោកម្ចាស់គឺបានប្រាប់ខ្ញុំថាឲ្យបង្កើតនៅភាពស្និទ្ធស្នាលជាមួយនឹងសៀវយានទៀតផងនេះគឺជាលើកដំបូងហើយដែលខ្ញុំធ្លាប់បានឃើញលោកម្ចាស់ផ្ដល់តម្លៃខ្ពស់ដល់យុវជនចំនួនក្រោយបែបនេះហួរស៊ន់បានឆ្លើយតបអូចិញ្ចើមរបស់ហួរយ៉ាបានលើកឡើងបន្តិចហើយភាពស្រអាប់ក៏បានបង្ហាញចេញតាមរយៈកែវភ្នែករបស់នាងផងដែរនៅខាងលើទីលានហ្វឹកហាត់នោះពួកមេបញ្ជាការនៃកងទ័ពពណ៌ខ្មៅពីរនាក់កំពុងតែមានកំហឹងព្រោះតែពាក្យសម្ដីរបស់លេយុនក្នុងគណៈពេលដែលហួរស៊ន់ហើយនិងហួរយ៉ាកំពុងតែជជែកគ្នាទឹកមុខរបស់ពួកគេគឺបានប្រែទៅជាត្រជាក់យ៉ាងខ្លាំងពួកគេស្ទើរតែមិនអាចគ្រប់គ្រងខ្លួនឯងបានដោយបំរុងនឹងធ្វើការវាយប្រហារទៅហើយប៉ុន្តែស្រាប់តែមេបញ្ជាការគូឈីងយ៉ាងនៅក្បែរនោះបានឈោងដៃចេញទៅដើម្បីបញ្ឈប់ពួកគេកែវភ្នែករបស់គេបានសម្លឹងមើលទៅកាន់លេយុនមុនពេលដែលគេបាននិយាយដោយពាក្យសម្ដីធ្ងន់ធ្ងរថាលេយុនពេលខ្លះការដែលអួតក្អេងក្អាងខ្លាំងពេកវាមិនមែនជារឿងល្អនោះទេប្រយ័ត្នវានឹងខ្លាចទៅជាការនាំរឿងដោយសារតែពាក្យសម្ដីរបស់ឯងអូអញ្ចឹងមែនឬលេយុនបានបញ្ចេញស្នាមញញឹមហើយឆ្លើយតបទៅវិញទាំងមិនខ្វល់ខ្វាយក្រោយពេលដែលគេបានលើកបែបនោះខ្ញុំគិតថាវាពិតជាបែបនោះមែនហើយភ្លាមនោះស្រាប់តែមានសំណើចមួយបានបន្លឺឡើងនៅលើទីលានហ្វឹកហាត់ក្រោយពេលដែលពាក្យសម្ដីរបស់លេយុនត្រូវបាននិយាយចេញទៅកែវភ្នែករបស់មនុស្សទាំងអស់ដែលមានវត្តមាននៅទីនេះបានប្រញាប់សម្លឹងមើលទៅពួកគេគឺអាចមើលឃើញនៅរាងកាយរបស់មនុស្ស3នាក់ដែលបានបង្ហាញខ្លួនឡើងនៅលើវេទិកាដ៏ខ្ពស់មួយនៅឯទិសខាងជើងនៃទីលានហ្វឹកហាត់មនុស្សប៉ុន្មានអ្នកនោះកំពុងតែសម្លឹងមើលមកខាងក្រោមសុនសៀវយិនគូឈិញយ៉ាងហើយនិងអ្នកដទៃទៀតគឺសុទ្ធតែមានការភ្ញាក់ផ្អើលនៅពេលដែលពួកគេមើលឃើញរាងកាយរបស់មនុស្ស2នាក់ក្នុងចំណោម3នាក់នោះនោះច្បាស់ជាអ្នកនាងសុនរបស់គ្រួសារត្រកូលគូហើយនាងពិតជាស្រស់ស្អាតយ៉ាងខ្លាំងហើយពិតជាស័ក្តិសមជាមួយនឹងបងប្រុសលៃតុងខ្លាំងណាស់កែវភ្នែកជាច្រើនគូរបស់គ្រួសារត្រកូលលៃបាននាំគ្នាសម្លឹងមើលទៅកាន់សុនមើលរំពេចមានភាពភ្ញាក់ផ្អើលបានបង្ហាញចេញតាមរយៈកែវភ្នែករបស់ពួកគេទៀតផងបន្ទាប់មកលេយុនដែលមិនអាចទ្រាំបានគេក៏បានហាមាត់និយាយឡើងមុនពេលដែលគេអាចនិយាយចប់គេក៏ត្រូវបានបញ្ឈប់ភ្លាមដោយលៃតុងនៅក្បែរនោះយ៉ាងម៉េចបងប្រុសលៃតុងលេយុនគឺមានការភ្ញាក់ផ្អើលក្រោយពេលដែលខ្លួនឯងត្រូវបានបញ្ឈប់ដោយលៃតុងបែបនោះគេបានបែរមុខសម្លឹងមើលដោយការសង្ស័យហើយក៏បានមើលឃើញថាកែវភ្នែកដ៏ត្រអាប់របស់លៃតុងគឺកំពុងតែសម្លឹងមើលទៅកាន់យុវជនឈុតខ្មៅម្នាក់ដែលកំពុងតែឈរនៅក្បែរសុនបើខ្ញុំស្មានមិនខុសទេសម្លាញ់ម្នាក់នោះគួរតែជាសៀវយានដែលមកពីគ្រួសារត្រកូលសៀវនោះមែនទេលៃតុងបានសម្លឹងមើលទៅកាន់សៀវយានដោយមិនដាក់កែវភ្នែកចុះឡើយនៅខាងក្នុងកែវភ្នែករបស់គេមួយគូនោះគឺមានបង្កប់ទៅដោយក្តីរំភើបទៀតផងបាទក្តីរំភើបនេះមិនមានភាពសប្បាយចិត្តទេណាក្តីរំភើបថាបានប្រយុទ្ធគ្នាពីព្រោះទាំងលៃតុងហើយនឹងដូចជាលៃអីនេះមេគ្រួសារតកូលលៃគឺសិតតែចូលចិត្តក្នុងការប្រយុទ្ធដូចគ្នាអញ្ចឹងអូយូរទៅភ្លេចអស់លេងសៀវយានអញ្ចឹងឬទឹកមុខរបស់លៃយុនគឺមានការប្រែប្រួលក្រោយពេលដែលបានស្ដាប់ឮនៅឈ្មោះមួយនោះគេថែមទាំងបានឧទានឡើងដោយមិនដឹងខ្លួនទៀតថាសៀវយានដែលមានពាក្យចចាមអារាមនិយាយថាគេបានយកឈ្នះទៅលើហ៊ុនមីសឹងនោះមែនទេសៀវយានបានងក់ក្បាលទាំងនឹងស្នាមញញឹមក្នុងគណៈពេលដែលគេកំពុងតែឈរនៅលើវេទិកាដ៏ខ្ពស់ឈើអាល្អិតម្នាក់នោះគេពិតជាមានចរិតក្អេងក្អាងជាងពួកយើងទៅទៀតការដែលអាចយកឈ្នះទៅលើហ៊ុនមីសឹងបានតើវាអស្ចារ្យអីទៅភាគីម្ខាងទៀតនោះប្រកាសជាមានបំណងឲ្យគេឈ្នះជាមិនខានសមាជិករបស់គ្រួសារត្រកូលលៃដែលតែងតែមានអំណួតយ៉ាងខ្លាំងនោះគឺសុទ្ធតែមានអារម្មណ៍មិនពេញចិត្តឡើយក្រោយពេលដែលពួកគេបានមើលឃើញនៅអត្តចរិតរបស់សៀវយានពួកគេចាប់ផ្ដើមនិយាយខ្សឹបខ្សៀវគ្នាហើយបើទោះបីជាសម្លេងរបស់ពួកគេគឺស្រាលក៏ដោយក៏វានៅតែត្រូវបានលេចលឺចេញទៅដដែលមិនមាននរណាម្នាក់ដឹងថាតើពួកគេធ្វើបែបនោះគឺជាការដែលមានចេតនាឬមួយក៏ជាការចៃដន្យនោះទេសុនបានជ្រុញចិញ្ចើមបន្តិចក្នុងគណៈពេលដែលនាងកំពុងតែឈរនៅលើវេទិកាដ៏ខ្ពស់នោះផងដែរផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាងគឺបានបង្ហាញចេញនូវភាពត្រជាក់ដូចជាទឹកកកនាងបំរុងនឹងនិយាយអ្វីទៅហើយស្រាប់តែសៀវយានបានក្រវីដៃរបស់គេឡើងគេបានដើរទៅមុខបន្តិចហើយនិយាយទាំងមានសំណើចឡើងថាខ្ញុំបានឮថាអ្នកទាំងអស់គ្នាប៉ុន្មានអ្នកនេះ
គឺកំពុងតែមានភាពរីករាយទៅនឹងការសាក់លបងថ្មីដៃគ្នាតែខ្ញុំអាចចូលរួមផងបានដែរទេតើសម្លាញ់ចង់ជួយពួកគេដើម្បីសងសឹកមកលើពួកយើងត្រូវទេប៉ុន្តែសម្លាញ់ឯងមិនមែនជាមនុស្សរបស់គ្រួសារត្រកូលលីឯណាសំទោសរបស់គ្រួសារត្រកូលគូឯណាលៃតុងបាននិយាយផ្ទៃមុខរបស់គេបានញាក់បន្តិចក្រោយពេលដែលគេបានឃើញថាសៀវយិនចង់ចេញមុខជួយឲ្យគ្រួសារត្រកូលគូបែបនោះលោកប្អូនសៀវយិនគឺជាអនាគតស្វាមីរបស់ស៊ុនអឺហើយនេះគេក៏អាចសន្មតបានថាជាសមាជិកម្នាក់របស់គ្រួសារត្រកូលគូផងដែរគូឈិនយ៉ាងបាននិយាយឡើងទំនាក់ទំនងរវាងសៀវយិនហើយនិងស៊ុនអឺគឺបានដឹងឮអស់ទៅហើយនៅក្នុងគ្រួសារត្រកូលគូនេះលើសពីនោះទៅទៀតជាមួយនឹងសមត្ថភាពរបស់សៀវយិននៅក្នុងពេលបច្ចុប្បន្នសូម្បីតែមេគ្រួសាររបស់ពួកគេក៏យល់ព្រមទទួលស្គាល់ដែររឿងនេះបើតាមពិតទៅគឺបានសម្រេចរួចទៅហើយក៏គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរនៅការសម្រេចចិត្តមួយនោះបានដែរអូអញ្ចឹងឬលៃតុងបានជ្រួយចិញ្ចើមភ្លាមនៅពេលដែលគេបានលើបែបនោះគេបានលិតបបោមាត់របស់ខ្លួនឯងក្នុងខណៈពេលដែលមានពន្លឺរន្ទះពណ៌ខ្មៅបានបង្ហាញឡើងនៅក្នុងកែវភ្នែករបស់គេបន្ទាប់មកគេក៏បាននិយាយថាបើសិនជាលោកបងសៀវយិនចាប់អារម្មណ៍ទៅហើយអញ្ចឹងសូមអញ្ជើញមានរន្ទះពណ៌ខ្មៅបានជះពន្លឺចេញពីរាងកាយរបស់លៃតុងក្រោយពេលដែលពាក្យសម្ដីចុងក្រោយរបស់គេត្រូវបានបន្លឺឡើងចំហាយនៃថាមពលដ៏កាយសាហាវរបស់រន្ទះទាំងអស់នោះបានរីករាលដាលចេញទៅគឺបានធ្វើឲ្យទឹកមុខរបស់មនុស្សជាច្រើនមានការប្រែប្រួលយ៉ាងខ្លាំងខ្ញុំចង់ដឹងណាស់ថាតើសៀវយិននឹងចាត់ការជាមួយនឹងរន្ទះទាំងអស់នោះដោយរបៀបណាទៅគូឈិនយ៉ាងហើយនៅអ្នកដទៃទៀតបានសម្លឹងមើលទៅកាន់រន្ទះពណ៌ខ្មៅដែលស្ថិតនៅជុំវិញខ្លួនរបស់លៃតុងដោយមិនដាក់ក្រសែភ្នែកចុះឡើយមុននេះពួកគេគឺត្រូវបានចាញ់ដោយសារតែរន្ទះពណ៌ខ្មៅដ៏គួរឲ្យខ្លាចទាំងអស់នោះប្រសិទ្ធភាពក្នុងការវាយលុករបស់រន្ទះពណ៌ខ្មៅគឺពិតជាមានភាពអស្ចារ្យយ៉ាងខ្លាំងសូម្បីតែការការពារដ៏រឹងមាំរបស់ពួកគេក៏ត្រូវបានបំបែកដោយងាយស្រួលផងដែរដោយគ្រាន់តែប៉ះត្រូវគ្នាបន្តិចប៉ុណ្ណោះរន្ទះបិសាចពណ៌ខ្មៅអញ្ចឹងឬមានភាពញាប់អាល់បន្តិចបានបង្ហាញចេញតាមរយៈកែវភ្នែករបស់សៀវយិនក្នុងខណៈពេលដែលគេសម្លឹងមើលទៅកាន់រន្ទះពណ៌ខ្មៅដែលគេបានស្គាល់យ៉ាងច្បាស់ដែលស្ថិតនៅលើរាងកាយរបស់លៃតុងពិតជាមិននឹកស្មានថាភាគីម្ខាងទៀតពិតជាអាចគ្រប់គ្រងនៅរន្ទះបិសាចពណ៌ខ្មៅបានបែបនេះសោះមើលទៅសមត្ថភាពក្នុងការវាយប្រហាររបស់គេគឺមិនអន់ឡើយអញ្ចឹងទៅតើបានជាគេអាចយកឈ្នះទៅលើគូឈិនយ៉ាងហើយនឹងអ្នកដទៃទៀតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេក៏មិនមែនជាការគំរាមកំហែងអីនោះដែរសម្រាប់សៀវយិនរាងកាយរបស់សៀវយិនបានកម្រើកនៅចំពោះមុខក្រសែភ្នែកជាច្រើនហើយភ្លាមនោះដែរគេក៏បានទៅបង្ហាញខ្លួននៅខាងមុខលៃតុងតែម្ដងកែវភ្នែករបស់គេបានក្រឡេកមើលទៅកាន់សមាជិករបស់គ្រួសារត្រកូលលីដែលនៅក្បែរនោះជាច្រើនអ្នកផ្សេងទៀតបន្ទាប់មកគេក៏បាននិយាយឡើងទាំងមានសំណោចនៅចំពោះមុខក្រសែភ្នែកស្រឡាំងកាំងជាច្រើនថាខ្ញុំមិនមានពេលច្រើននោះទេហើយអ្វីបានជាពួកអ្នកមិនចូលទាំងអស់គ្នាតែម្ដងមកមិនបាច់មានការសង្ស័យឡើយព្រោះថាពាក្យសម្ដីរបស់សៀវយិនគឺពិតជាបានបង្កឲ្យមានភាពរំជើបរំជួលកើតឡើងនៅជុំវិញទីកន្លែងនេះទាំងមូលភ្លាមនោះអ្នកប្រយុទ្ធជាច្រើនរបស់កងទ័ពពណ៌ខ្មៅបានបញ្ចេញសម្រេចអបអរសាទរព្រមគ្នាតែម្ដងនៅឯម្ខាងទៀតសមាជិករបស់គ្រួសារត្រកូលលីទាំងនោះគឺសុទ្ធតែមានទឹកមុខអាក្រក់មើលយ៉ាងខ្លាំងនេះគឺជាលើកដំបូងហើយដែលពួកគេត្រូវបានអ្នកដទៃមើលស្រាលបែបនេះសៀវយិនឯងកុំអេងក្អាងខ្លាំងពេកស្នាមញញឹមដែលមាននៅលើផ្ទៃមុខរបស់លៃយុនក៏បានបាត់ទៅផងដែរក្នុងខណៈពេលដែលគេបានបញ្ចេញសម្រេចឡើងនោះមានពេលខ្លះការដែលចង់យកឈ្នះដោយសារតែពាក្យសម្ដីគឺមិនមែនជារឿងដែលល្អនោះទេសៀវយិនបានបញ្ចេញស្នាមញញឹមបន្តិចទឹកមុខរបស់គេគឺស្ងប់ហើយគ្មានការប្រែប្រួលអ្វីឡើយគេក៏បានឮយ៉ាងច្បាស់ពីអ្វីដែលលៃយុនបាននិយាយនាពេលមុននេះដែរបើទោះបីជាគេមិនចង់ចាប់កំហុសរបស់ភាគីម្ខាងទៀតក៏ដោយប៉ុន្តែក្នុងចិត្តរបស់គេគឺមិនពេញចិត្តជាមួយនឹងការនិយាយលេងសើចរបស់គេមកលើស៊ុនអឺនោះឡើយលើសពីនោះទៅទៀតគេក៏បានយល់យ៉ាងច្បាស់នៅក្នុងចិត្តដែរថាបើសិនជាគេចង់ឲ្យមនុស្សទាំងអស់នោះបិទមាត់ឲ្យចិត្តគេមានតែត្រូវប្រើកម្លាំងបាយប៉ុណ្ណោះលៃតុងបានជ្រួញចិញ្ចើមយ៉ាងខ្លាំងគេបានសម្លឹងមើលមកកាន់យុវជនឈុតខ្មៅដែលនៅខាងមុខហើយអារម្មណ៍គ្រោះថ្នាក់ក៏បានកើតមានឡើងនៅក្នុងចិត្តរបស់គេផងដែរមនុស្សដទៃទៀតប្រហែលជាបានគិតថាការដែលសៀវយិនអាចយកឈ្នះទៅលើមេបកសាលវិញ្ញាណគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះប៉ុន្តែលៃតុងខ្លួនឯងគឺបានយល់យ៉ាងច្បាស់នៅក្នុងចិត្តថានោះគឺជាការពិតលើសពីនោះទៅទៀតគេក៏បានដឹងទៀតថាហ៊ុនម៉ៃសឹងគឺមិនបានបន្ធូរដៃអ្វីឡើយដោយជំនួសមកវិញគេគឺត្រូវបានចាញ់ក្រោយពេលដែលគេបានប្រើធម៌ពលទាំងអស់ទៀតផង
គេនៅធ្លាប់លឺមេគ្រួសាររបស់ខ្លួនឯងបាននិយាយប្រាប់ម្ដងរួចមកហើយថាយុវជនចំនួនក្រោយដែលមានថាមពលខ្លាំងបំផុតនៅក្នុងទ្វីបកម្លាំងធាតុក្នុងពេលបច្ចុប្បន្ននេះគឺជាសៀវយានដែលមកពីគ្រួសារត្រកូលសៀវយ៉ាងពិតប្រាកដបាទសូមអរគុណអញ្ចឹងថ្ងៃនេះយើងសូមស្ទះតែប៉ុណ្្នេះសិនមេបាក់សូមជម្រាបលាបាទ